នៅលើដែនអាកាសនៃតំបន់អាស៊ីអធិរាជប្រហារថ្មីមួយកំពុងតែលេចរូបរាងឡើងហើយត្រូវបានបង្កើតឡើងដើម្បីវាយប្រហារសត្រូវមុនពេលដែលសត្រូវដឹងខ្លួននេះគឺជាសាច់រឿងរបស់យន្តហោះចម្បាំងដ៏អាថ៌កំបាំងបំផុតមួយនៅលើពិភពលោកគឺឆឹងទូ J20 ដែលជាចម្លើយរបស់ចិនដើម្បីឆ្លើយតបទៅនឹង F-22 Raptor របស់អាមេរិកនិងជានិមិត្តរូបនៃមហិច្ឆតាយោធារបស់ទីក្រុងប៉េកាំងការចាប់អារម្មណ៍របស់ចិនលើត្រកូលយន្តហោះចម្បាំងចំនួនទី5បានចាប់ផ្ដើមនៅចុងទសវត្សរ៍ឆ្នាំ1990បន្ទាប់ពីបានឃើញការបង្ហាញខ្លួនរបស់ F-22 របស់សហរដ្ឋអាមេរិកចិនបានដឹងថាខ្លួនត្រូវការយន្តហោះដែលអាចប្រកួតប្រជែងជាមួយបច្ចេកវិទ្យាបំបាំងកាយរបស់អាមេរិកនៅឆ្នាំ2002ក្រុមហ៊ុនឆឹងទូ Aircraft Industry Group ទទួលបានភ្លើងខៀវក្នុងការអភិវឌ្ឍយន្តហោះបំបាំងកាយដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្ររបស់ចិននៅពេលនោះមានគំរូជាច្រើនត្រូវបានសាកល្បងហើយនៅឆ្នាំ2011យន្តហោះ J20 ដំបូងបង្អស់បានហោះឡើងទៅលើមេឃយន្តហោះ J20 ចំនួនដំបូងបានប្រើប្រាស់ម៉ាស៊ីន AL31F របស់រុស្ស៊ីប៉ុន្តែបច្ចុប្បន្នចិនកំពុងជំនួសពួកវាដោយម៉ាស៊ីនដែលផលិតក្នុងស្រុកគឺ WS-15 ម៉ាស៊ីននេះត្រូវបានគេដឹងថាវានឹងផ្ដល់ឲ្យ J20 នៅសមត្ថភាព Super Cruise ពិតប្រាកដពោលគឺការហោះហើរល្បឿនលឿនជាងសំឡេងដោយមិនចាំបាច់ប្រើ Afterburner ប្រសិនបើជោគជ័យវានឹងដាក់ J20 ឲ្យស្ថិតក្នុងកម្រិតតែមួយជាមួយ F-22 វាមិនមែនរចនាឡើងសម្រាប់តែការបាញ់គ្នាគៀកឬ dog fighting នោះទេប៉ុន្តែវាត្រូវបានបង្កើតឡើងដើម្បីកម្ចាត់សត្រូវពីចម្ងាយចិនមិនត្រឹមតែចាត់ទុក J20 ត្រឹមតែជាយន្តហោះចម្បាំងធម្មតានោះទេប៉ុន្តែវាគឺជាឧបករណ៍យុទ្ធសាស្ត្របន្ទាប់ពីការសាកល្បងជាច្រើនឆ្នាំនិងការកែលម្អជាបន្តបន្ទាប់ដោយស្ងៀមស្ងាត់ទីបំផុតយន្តហោះ J20 បានឈានចូលដល់ប្រតិបត្តិការជាក់ស្ដែងនៅដើមឆ្នាំ2018នេះគឺជាលើកដំបូងដែលយន្តហោះចម្បាំងបំបាំងកាយរបស់ប្រទេសចិនបានផ្លាស់ប្ដូរពីការហ្វឹកហាត់ទៅជាការបំពេញបេសកកម្មយោធាជាក់ស្ដែងនៅក្នុងខែកុម្ភៈឆ្នាំ2018កងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិនបានបញ្ជាក់ថាយន្តហោះ J20 បានបំពេញបេសកកម្មល្បាតប្រយុទ្ធជាលើកដំបូងរបស់ខ្លួននេះមិនមែនជាការហោះហើរសាកល្បងនោះទេតែវាគឺជាការដាក់ពង្រាយកម្លាំងជាក់ស្ដែងដែលជាផ្នែកមួយនៃការពង្រីកប្រតិបត្តិការផ្លូវអាកាសរបស់ប្រទេសចិន J20 គឺជាប្រព័ន្ធអាវុធដ៏មានតម្លៃថ្លៃបំផុតមួយដែលប្រទេសចិនមិនធ្លាប់ផលិតពីមុនមកប៉ុន្តែវានៅតែមានតម្លៃធូរថ្លៃជាង F-22 របស់អាមេរិកទោះបីជាមានការជជែកដេញដោលថាតើវាអាចឈ្នះ F-22 ឬយ៉ាងណាក៏ដោយប៉ុន្តែរឿងមួយដែលប្រកាសនោះគឺ J20 ផ្ដល់ឲ្យចិននូវសមត្ថភាពប្រយុទ្ធតាមអាកាសដ៏ទំនើបបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនជួបគ្នានៅវីដេអូក្រោយជាមួយ Tactical Vision